កណ្ដុងអាគារធំមួយត្រូវបានគេបោះបង់ចោលជាយូរឆ្នាំមកហើយត្រូវការចំណាយពេលច្រើនក្នុងការសម្អាតតែខ្ញុំហ៊ានធានាថាលោកគ្រូនឹងមិនត្រូវតែភពនឹងចេញទៀតនោះទេព្រោះកន្លែងនោះនៅឆ្ងាយពីគេកុំហៅខ្ញុំថាលោកគ្រូអីហៅកូស្តាក៏បានដែរបាទលោកកូស្តាកន្លែងនោះពីមុនជាកន្លែងអីដែរគឺមានប្រវត្តិច្រើនណាស់អ្វីដែលច្បាស់នោះគឺវាទំនេរយូរឆ្នាំមកហើយអ្នកភូមិអត់មាននរណាហ៊ានទៅទេពួកគេថាមានខ្មោចលងហើយនេះទើបលក់នៅក្នុងតម្លៃថោកអូអត់ថោកទេលោកអាចទទួលយកបានសួស្តីសូមព្រះប្រទានពរអរុនសួស្តីលោកវីរ៉ាអាឡូជាកំហុសរបស់ឯងកូស្តាលោកវីរ៉ាបាយឯងត្រូវតែងល់ឆោសាយកទីកន្លែងលាក់ខ្លួនរបស់ពូជីនពីព្រះគម្ពីរតែដែលគ្មានមនុស្សរស់នៅជាអាចបន្លំខ្លួននៅក្នុងនេះក្រៅរាងកាយមនុស្សបានអូនស្រីអញចាំមិនហើយចង់ផឹកទឹកមែនឬក៏ចង់ញ៉ាំអីអត់អញចង់ប្រាប់អីបងមែនចូលស្រៈអូចូលចូលនេះអើកូនសំឡាញ់ម្ចាស់ជីវិតម្ដាយត្រូវបោកបាញ់ឆោតយកទៅដោយអារក្សភ្លើងនឹងត្រូវរលត់អូតៅទៀតនៅពេលស្រោចស្រពដោយទឹកស័ក្តិសិទ្ធិថាមពលរបស់ទ្រង់អ្នកមី
นสำลายโกนสำลาย អូចាំកតែនេះមិនវគ្គត្បូង បងរកនៅក្នុងអ៊ីនធឺណិតអត់ឃើញសោះសូម្បីតែខ្ញុំនៅកន្លែងនោះក៏អត់សូវដឹងរឿងដែរបើតាមលោកយាយខ្ញុំនិយាយផ្ទះនោះត្រូវសាងសង់តាំងពីសម័យអាណានិគមតែត្រូវទុកចោលខ្ញុំអត់ច្បាស់ថាពិតឬមិនពិតទេក៏ប៉ុន្តែនៅមានរឿងមួយទៀតកាលពីច្រើនឆ្នាំមុនមានក្មេងប្រុសម្នាក់ហ៊ានចូលក្នុងផ្ទះគេចូលទៅរើសសារ៉ុងពូម៉ាគេខ្លាចអត់ហ៊ានទៅតាមទេហើយបន្ទាប់មកក្មេងនោះក៏ស្លាប់គេស្លាប់ដោយសារតែត្រូវសារ៉ុងរោងករបស់គេស្លាប់ សូមទៅកាន់សុគតិផង នេះជានឹងហើយគេអាមេឈោអើយនឹងសក់នេះនឹង តាំងពីពេលនោះមកមេភូមិហាមគ្រប់គ្នាចូលទៅទីនោះទៀតតែកន្លះឆ្នាំមុនគាត់ចែកឋានទៅហើយ ហើយពេលនេះយើងបានទិញផ្ទះមួយនោះអីជួនណាព្រឹកមិញនៅបណ្ដុលបងឃើញស្ត្រីម្នាក់ស្លៀកឈុតខេបាយ៉ាច្រៀងបទបុរាណដឹងថាគាត់ជាអ្នកណាអត់ គាត់ជាម្ដាយរបស់ក្មេងប្រុសដែលស្លាប់ទៅនោះគេថាគាត់ការឈួតស្មារតីវង្វេងវង្វាន់យល់ល្អបងគួរតែទៅឆ្ងាយពីគាត់ទៅអេអ្នកនិយាយអញ្ចឹងស៊ីយ៉ាហ្វាសុខសប្បាយទេ និយាយត្រង់ចោះបងមិនដឹងត្រូវប្រាប់ថាម៉េចនោះទេប៉ុន្តែនាងត្រូវខ្មៅចូលពួកយើងអត់ដឹងត្រូវធ្វើយ៉ាងម៉េចនោះទេ មានវិធីតែមួយប៉ុណ្ណោះនិយាយជាមួយនឹងឈិនដែលនៅក្នុងខ្លួននាងសួរថាវាចង់បានអីបែបនេះស្មើនឹងព្រមចាញ់វាហើយជីហានព្រោះឈិនក៏ជាអ្នកបង្កើតរបស់ព្រះអល់ឡោះដែរទើបយើងគួរបួងសួងដល់អ្នកបង្កើតវា លោក បាទ នេះគឺជាសភៅបរិចាំងកាលពីអាទិត្យមុន ប៉ុន្តែលោក មែនហើយខ្ញុំដឹងថាពេលនេះវាមិនស័ក្តិសមទេតែនាងត្រូវចាំថាជាព្យាយាមធ្វើគ្រប់បែបយ៉ាងវិធីដើម្បីធ្វើឲ្យមនុស្សយើងទន់ខ្សោយទើបយើងមិនត្រូវភ្លេចខ្លួនឲ្យពួកវាបោកបញ្ឆោតយើងបានឡើយបើយើងកាន់តែចង់តាក់ទងជាមួយនឹងពួកវានឹងមានឱកាសកាន់តែច្រើននៅក្នុងការពង្រួមស្មារតីរបស់ពួកយើងនេះ ប៉ុន្តែមានហេតុការណ៍ចម្លែកៗកើតឡើងច្រើនដងម្សិលមិញមានស្រីម្នាក់គឺមិនដឹងថាមកពីណានោះទេមកឈរច្រៀងយ៉ាងកំសត់ដោយបទចម្រៀងបុរាណ ព្រឹកមិញខ្ញុំក៏បានឃើញស្រីម្នាក់នោះដែរពូគិតថាគាត់ច្រៀងរៀបរាប់ពីអ្វីដែរទេ ពូក៏ចង់ដឹងដូចគ្នាអត្ថន័យដូចជាចម្លែកមិនដឹងទេបើតាមដែលខ្ញុំស្ដាប់យល់បានខ្លះនោះនាងគឺចេះតែច្រៀងដដែលពីកូនរបស់នាងកូនសម្លាញ់ត្រូវអារក្សចាប់យកទៅភ្លើងត្រូវរលត់ដោយសារទឹកត្រូវបោកបញ្ឆោតផ្ទះរបស់នាងម្ចាស់ជីវិតនាងស្ដាប់យកទៅចម្លែកណាស់ អូច្រៀងរៀបរាប់ពីកូនរបស់គាត់ នាងថាម៉េច ចាលោកអ្នកភូមិម្នាក់បានប្រាប់ខ្ញុំថាកូនរបស់គាត់នោះគឺបានស្លាប់នៅនឹងមុខបណ្ដុល សូមទៅកាន់សុគតិភពចុះ តែអ្វីដែលខ្ញុំមិនយល់នោះគឺឃ្លាដែលថាត្រូវអារក្សចាប់យកទៅភ្លើងទឹកបោកបញ្ឆោតហើយនឹងផ្ទះ
ដឹងថាហេតុអី